សេចក្តីរាយការណ៍បន្ទាន់ពីស្ថានភាពសមរភូមិមុខនៅថ្ងៃទី14ធ្នូឆ្នាំ2025ដែលខាងសៀមបានប្រើប្រាស់យន្តហោះ F-16 បន្តវាយប្រហារមកលើកម្ពុជាខណៈដែលកងទ័ពថៃរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយស្លាប់ទាហានថៃកជើងនៅតាមបន្ទាត់ព្រំដែនហើយនេះគឺជាសេចក្តីរាយការណ៍បន្ទាន់មួយនៅថ្ងៃទី14ខែធ្នូឆ្នាំ2025នៅម៉ោង 12:47 នាទីថ្ងៃត្រង់ថៃបានបន្តសកម្មភាពឈ្លានពាននឹងការប្រើប្រាស់យន្តហោះប្រភេទ F-16 មកលើប្រទេសកម្ពុជាក្នុងការវាយប្រហារបាទយោធាថៃបានធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជានៅថ្ងៃទី14ធ្នូឆ្នាំ2025គិតមកត្រឹមម៉ោង 12 ថ្ងៃត្រង់នេះនៅក្នុងភូមិសាស្ត្រយោធាភូមិភាគទី5ស្ថិតនៅភូមិឯកភាពឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ចំពោះសមរភូមិនៅឯខាងថ្មដាខេត្តពោធិ៍សាត់វិញបានថៃធ្វើការបើកការវាយប្រហារនិងឈ្លានពានជាខ្លាំងនៅសមរភូមិថ្មដានៅស្រុកវាលវែងខេត្តពោធិ៍សាត់សូម្បីតែអ្នកយកព័ត៌មានក៏រត់ចែកជើងគ្នានេះបើខ្ញុំមើលតាមវីដេអូចាក់ស្ដែងណាគឺគាត់កំពុងតែយកផ្ដិតយកវីដេអូរូបភាពក៏ត្រូវរត់ដោយសារខាងសៀមនឹងប្រើប្រាស់អាវុធធុនធ្ងន់បាញ់មកស្រោចទៅលើខាងភូមិថ្មដាខាងខេត្តពោធិ៍សាត់នឹងផងដែរចំពោះការប្រយុទ្ធថ្មើរជើងការប្រយុទ្ធតទល់គ្នាជាមួយនឹងកងកម្លាំងថ្មើរជើងត្រង់ចំណុចអូភ្លុកដំរីច្រកថ្មដានឹងផងដែរហើយមកគិតត្រឹមពេលនេះចំពោះការវាយប្រហារតាមអាកាសវិញនៅម៉ោង 8:15 នាទីព្រឹកមិញនេះឯងថៃបានប្រើយន្តហោះ F-16 ដដែលបានទម្លាក់គ្រាប់បែកមួយគ្រាប់ស្ថិតនៅម្ដុំនឹងច្រកថ្មដានឹងតែម្ដងមិនតែប៉ុណ្ណោះការឆ្លើយតបរបស់ប្រទេសកម្ពុជាវិញគឺកម្ពុជាបានប្រើកាំភ្លើងធំ BM-21 របស់កម្ពុជាបានបាញ់ផ្លងដាក់ជាច្រើនគ្រាប់ត្រូវគោលដៅសត្រូវដែលធ្វើឲ្យថៃស្លាប់និងរងរបួសជារាលតែម្ដងហើយមិនតែប៉ុណ្ណោះថៃមកគិតពេលនេះគឺនៅតែក៏ឃ្លើនបន្ទាប់ពីយប់មិញត្រាំបានស្រែកថាម៉ោង 10ត្រូវតែឈប់បាញ់ជាបន្តឥឡូវនៅតែក៏ឃ្លើនទៀតហើយយើងទៅអាប់ដេតបន្តទៀតតាក់ទងនឹងតាហ៊ានខាងសៀមបាទតាហ៊ានសៀមបានរងការស្លាប់និងរបួសជាច្រើនបន្ទាប់ពីការវាយប្រហារហើយខ្មែរយើងដាក់ BM-21 ស្រោចទៅលើកងទ័ពថៃបាទហើយបើទិន្នន័យខ្លះគេបិទបាំងអត់ឲ្យយើងដឹងទេស្លាប់ម្នាក់ពីរនាក់គេផុសទៅលើ social media ប៉ុន្តែការពិតគឺស្លាប់ច្រើនមែនតើអានេះបើតាមសេចក្តីរាយការណ៍ពីខាងក្រុម Telegram ក៏ដូចជាព័ត៌មានពីខាងបងជួមមុខផងដែរសេចក្តីរាយការណ៍ផ្ទៃក្នុងរងខាងប្រទេសថៃមួយបានបង្ហាញថាយោធាថៃនិងកងទ័ពថៃនឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅសមរភូមិតាមបណ្ដោយព្រំដែនកម្ពុជាថៃចំនួនអ្នកស្លាប់និងរបួសយោធាថៃត្រូវបានគេរាយការណ៍ថាបានស្លាប់ជាង 4,000 នាក់និងរបួសជិត 10,000 នាក់បាទហើយមិនតែប៉ុណ្ណោះទាហានខ្លះក៏បានរត់ចោលជួរហើយទាហានច្រើនរាប់ពាន់នាក់ត្រូវបានលើកឡើងថាបានរត់ចោលជួរប្រះអាយុទៅខ្លួនឯងតែប៉ុណ្ណោះហើយមួយទៀតគឺបញ្ហាសតិអារម្មណ៍ទាហានថៃមានបញ្ហាសតិអារម្មណ៍ជាខ្លាំងដោយសារលឺសន្ធឹកនៃការបាញ់កាំភ្លើងធុនធ្ងន់ប្រភេទ BM-21 របស់កម្ពុជាហើយភ្លាមមកដែរផ្ទះរបស់ជនស៊ីវិលនៅសង្កាត់កូនគ្រៀលក្នុងសំរងខេត្តឧត្តរមានជ័យក៏ត្រូវបានបំផ្លាញដោយគ្រាប់ផ្លងរបស់ថៃផងដែរគិតមកត្រឹមថ្ងៃទី14ខែធ្នូឆ្នាំ2015ម៉ោង 12 ជាងដោយលោកពូសូយសុភាពស្ថាបនិកកាសែតដើមអំពិលគាត់បានបន្ថតជាក់ស្ដែងនោះផងដែរហើយខ្ញុំដកស្រង់អត្ថបទពីខាងគាត់ហើយគាត់នឹងបង្ហោះរូបភាពឲ្យខ្ញុំយករូបភាពហ្នឹងមកដាក់ចែកជូនអ្នកទាំងគ្នាមើលផងដែរហើយនេះគឺជាសេចក្តីរាយការណ៍បន្ថែមពីថ្ងៃទី14ធ្នូឆ្នាំ2025ដែលតាក់ទងទៅនឹងសៀមនៅបន្តឈ្លានពានមកលើកម្ពុជាផងដែរនៅថ្ងៃនេះនៅច្រកជាច្រើនដូចជាខាងថ្មដាពោធិ៍សាត់ក៏ដូចជាខាងឧត្តរមានជ័យផងដែរហើយមិនតែប៉ុណ្ណោះគឺខាងបងទៅខាងច្រកថ្មដាក៏ត្រូវរត់ចែកជើងគ្នាផងដែរដោយសារតែសន្ធឹកនៃក្រមភ្លើងក៏ដូចជាការវាយប្រហារពីខាងសៀមហើយមិនតែប៉ុណ្ណោះខាងឧត្តរមានជ័យហ្នឹងឃើញគេបង្ហោះវីដេអូមកថាមានផ្ទះឆេះជាច្រើនក៏ដូចជាផ្ទះបានរងរបួសអានេះបើតាមការសេចក្តីរាយការណ៍ផ្លូវការពី Telegram ក៏ដូចជាវីដេអូផងដែរអ
ចឹងយើងមានតែរងចាំបន្តទៀតទេថាតើថៃនឹងមានការវាយប្រហារទៀតដែលអត់យើងរងចាំមើលបន្តទៀតខ្ញុំគិតថាថៃវាអត់ឈប់ទេវានៅតែបន្តឈ្លានពានដដែលទោះបីជាត្រាំក៏ដូចជារដ្ឋមន្ត្រីមួយចំនួនទេទៅថាម៉ោង10យប់ម្សិលមិញថ្ងៃទី13ហ្នឹងគឺត្រូវផ្ដាច់តែអត់ទេព្រលឹមឡើងនៅតែមានសេវាកម្មមួយផងដែរគាត់ប្រើ F16 ហ្នឹងគឺវាយប្រហារដដែល F16 គឺធន់ធ្ងន់ណាស់ហើយ BM21 យើងក៏មិនទុកប្រមាណដែរគឺវាយផ្អើលដល់ទាហានកងទ័ពសៀមហើយកងទ័ពសៀមហ្នឹងត្រូវបានគេរាយការណ៍ថា4000នាក់បានស្លាប់ហើយរបួសជិត100000ឬក៏10000នាក់ទេហើយមិនតែប៉ុណ្ណោះទាហានតូចធំខ្លះគឺបាក់ស្បាត់រត់ចោលជួរផងដែរបាទសងំនៅក្នុងព្រៃអញ្ចឹងទៅហើយខ្ញុំគិតថាវាមានរឿងច្រើនទៀតដែលយើងត្រូវតាមដានហើយយើងក៏សូមអរគុណដល់បងកងទ័ពក៏ដូចជាអ្នកជួរមុខក៏ដូចជាអ្នកជជូនស្បៀងអាហារសូមមេត្តាថែរក្សាខ្លួនពីសត្រូវផងដែរព្រោះវារឿងខ្លះវាអាចកើតឡើងគ្រប់ពេលតាមរយៈរូបភាពក៏ដូចជាតាមរយៈតាមបណ្ដាញសង្គមពួកគេតាមដានគ្រប់ពេលវេលាតាមរលកសញ្ញាទូរស័ព្ទក៏ដូចជាតាមផ្សេងអញ្ចឹងទៅព្រោះថៃវាមានបច្ចេកវិទ្យាខ្ពស់អាចជាដ្រូនឬក៏ជាបេក៏ដូចជា F16 ហ្នឹងអញ្ចឹងយើងមានតែការពារខ្លួនទេពីសត្រូវហើយសៀមនៅតែបន្តអញ្ចឹងខ្ញុំនឹងអាប់ដេតព័ត៌មាននៅបន្តិចទៀតឬក៏ស្អែកឬក៏ងាកហ្នឹងឬក៏បន្តទៀតទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងនៅតាមបន្ទាត់ព្រំដែនបាទអរគុណ